បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងថ្ងៃទី20បាទថ្ងៃទី20ខែ12ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺខាងខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំដោយសពដងអញ្ចឹងបាទអញ្ចឹងតាក់ទងវីដេអូរបស់ខ្ញុំមួយគឺខាងខ្ញុំនិយាយតែតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំក៏ដូចជាវិធីសាស្ត្រខ្លះដើម្បីពិនិត្យរោគសញ្ញាទៅលើមន់ទារបស់បងប្អូនឲ្យជាក់លាក់មុននឹងឈានទៅដល់ការប្រើប្រាស់ថ្នាំជាទូទៅនៅក្នុងការប្រើប្រាស់ថ្នាំមុននឹងឈានទៅដល់ការប្រើប្រាស់គឺយើងត្រូវពិនិត្យរោគសញ្ញាឲ្យបានជាក់លាក់ហើយការពិនិត្យរោគសញ្ញាទាំងអស់ហ្នឹងក៏យើងមានវិធីសាស្ត្រមួយចំនួនដែលជួយឲ្យបងប្អូនយើងពិនិត្យរោគសញ្ញាទៅបន្ទាប់មកទៀតយើងឈានទៅដល់ការទិញថ្នាំយកមកប្រើដើម្បីឲ្យបានជាប្រសិទ្ធភាពខ្ពស់បាទជាទូទៅនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនគឺអត់កិច្ចអត់ផុតទេតាក់ទងទៅនឹងបញ្ហាដែលឈឺថ្កាត់ផ្សេងបាទអញ្ចឹងបងប្អូនយើងតែចិញ្ចឹមសត្វគឺតែងតែមានជំងឺចូលតិចតួចតិចឬក៏ខ្លាំងអាហ្នឹងទៅតាមប្រភេទដែលបងប្អូនថែទាំរាល់ថ្ងៃបាទជាទូទៅតាក់ទងនឹងជំងឺក៏វាអាចផ្ដល់ផលប៉ះពាល់ឬក៏បណ្ដាលមកពីបញ្ហាមួយចំនួនដែលបងប្អូនយើងខ្វះការថែទាំក៏ដូចជាខ្វះអនាម័យតែកាលណាខ្វះការថែទាំខ្វះការធ្វើអនាម័យហើយសត្វរបស់យើងតែងតែជួបនៅបញ្ហាជំងឺឈឺថ្កាត់មិនថាតិចមិនថាច្រើនទេគឺជារឿយតែងតែជួបនៅបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងបើសិនណាជាបងប្អូនចិញ្ចឹមសត្វបងប្អូនអត់យកចិត្តទុកដាក់ទៅលើការថែទាំក៏ដូចជាការធ្វើអនាម័យឬក៏មួយទៀតដែលដែលយើងហៅថាជីវៈសុវត្ថិភាពបើសិនណាយើងអត់បានធ្វើជីវៈសុវត្ថិភាពនឹងទេសត្វរបស់យើងគឺប្រកាសជាទទួលរងនៅជំងឺហើយការធ្វើជីវៈសុវត្ថិភាពនេះគឺជារឿងមួយដែលសំខាន់បាទតែកាលណាយើងអត់បានធ្វើជីវៈសុវត្ថិភាពទេជំងឺអីផ្សេងបន្តិចជំងឺនេះបន្តិចជំងឺនោះហើយការព្យាបាលក៏វាកម្រនឹងជាដូចដើមដែរបាទវាអាចនិយាយបានថាការធ្វើជីវៈសុវត្ថិភាពបើសិនណាយើងអត់បានធ្វើបានត្រឹមត្រូវសត្វរបស់យើងចូលជំងឺមកចាប់ផ្ដើមធ្ងន់តែម្ដងដោយសារអីដោយសារតែទីកន្លែងរបស់យើងគឺវាអត់បំណោយផលនៅក្នុងការចិញ្ចឹមឧទាហរណ៍ដូចបងប្អូនចិញ្ចឹមសត្វស្រាប់តែក្នុងទ្រុងសត្វរបស់បងប្អូនបកមានទៅជាក្លិនទៅជាមានទឹកលិចឬក៏ភក់ជ្រាំអីជាដើមហ្នឹងអាហ្នឹងវាផលប៉ះពាល់សុខភាពសត្វរបស់បងប្អូនគឺវាទៅតាមនឹងដែរបាទអញ្ចឹងនៅវីដេអូមួយនេះខាងខ្ញុំនឹងបង្ហាញថ្នាំមួយប្រភេទហើយនឹងកំណត់រោគសញ្ញាសត្វយើងខ្លះដើម្បីឈានទៅដល់ការប្រើប្រាស់ថ្នាំបាទអញ្ចឹងអត់កុំឲ្យខាតពេលវេលាយូរគឺខ្ញុំសូមបង្ហាញជូនថ្នាំតែម្ដងបាទថ្នាំនេះគឺមានឈ្មោះថា Dolosin 200បាទអញ្ចឹងមុននឹងឈានទៅដល់ការបង្ហាញក៏ដូចជាវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ Dolosin 200នេះខ្ញុំនឹងលើកជាឧទាហរណ៍មួយដែលតាក់ទងទៅនឹងសត្វបងប្អូនដែលចិញ្ចឹមហើយមានបញ្ហាហើយបញ្ហាអីដែលយើងអាចយក Dolosin នេះទៅប្រើដើម្បីព្យាបាលទៅលើសត្វរបស់បងប្អូនបាទអញ្ចឹងថ្ងៃនេះនិយាយពី Dolosin នេះគឺយើងនិយាយតាក់ទងទៅនឹងការប្រើប្រាស់ហ្នឹងហើយនឹងរោគសញ្ញាបាទមុនឈានទៅដល់ការប្រើប្រាស់ Dolosin នេះជាទូទៅនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនយើងតែងតែទៅទិញថ្នាំហើយបងប្អូនយើងតែងតែប្រាប់អ្នកលក់ឬក៏ប្រាប់ពេទ្យសត្វថាសកុកអត់ស៊ីចំណីបាទអញ្ចឹងរោគសញ្ញាតាក់ទងនឹងសកុកអត់ស៊ីចំណីនេះគឺវាទូទៅហើយសម្រាប់សត្វមនុស្សយើងក៏អញ្ចឹងដែរតែកាលណាអត់ស្រួលខ្លួនគឺសង្កុកហើយអត់ឃ្លានញ៉ាំបាយឬក៏អត់ឃ្លានញ៉ាំទឹកអីទេអានេះតាក់ទងទៅនឹងរោគសញ្ញាទូទៅប៉ុន្តែរោគសញ្ញាស្អីផ្សេងទៀតបងប្អូនយើងអត់ចេះពិនិត្យឬក៏អត់ចេះធ្វើរោគវិនិច្ឆ័យអត់ដឹងថាតើការពិនិត្យរោគធ្វើរោគវិនិច្ឆ័យទាំងអស់ហ្នឹងគឺយើងមានគោលការណ៍ឬក៏មានចំណុចណាខ្លះដែលយើងពិនិត្យឬក៏ដើម្បីពិនិត្យទៅឲ្យដឹងថាឬក៏សម្គាល់ទៅឲ្យដឹងថាវាមានបញ្ហាបណ្ដាលមកពីបញ្ហានេះឬក៏មានបញ្ហាអាចបណ្ដាលមកពីនោះបាទអញ្ចឹងបើតកតងទៅនឹងបាក់សៃបងប្អូនយើងតែងតែហាវជំងឺមួយគឺតកតងនឹងផ្ដាសាយហើយតកតងនឹងផ្ដាសាយឬក៏ផ្លូវដង្ហើមនេះវាមានច្រើនតែកាលណាមានច្រើនបងប្អូនយើងហាវជារួមថាផ្ដាសាយអញ្ចឹងបងប្អូនយើងទៅទិញថ្នាំថាប្រាប់អ្នកលក់ឬក៏ប្រាប់ពេទ្យសត្វថាសត្វរបស់បងប្អូននឹងផ្ដាសាយត្រូវការដាក់ថ្នាំឬក៏ដាក់ថ្នាំអីទៅដើម្បីឲ្យបាត់បញ្ហាផ្ដាសាយហ្នឹងជាទូទៅផ្ដាសាយគឺយើងសំដៅទៅលើជំងឺប្រភេទដែលចែកចេញទៅជាពពួកផ្លូវដង្ហើម
ពួកផ្លូវដង្ហើមនេះវាមានហៀសបោមានក្អកមានកដាស់មានហត់ពិបាកដកដង្ហើមហើយមួយទៀតមានហូរទឹកភ្នែកហើមក្បាលហើមមុខហើមបើបាក់សៃវិញហើមគុលចំពោះបាទហើយបើជ្រូកវិញវាអាចមានសបោខាប់នៅក្នុងច្រមុះតឹងច្រមុះពិបាកដកដង្ហើមក្អកហើយដេកញាក់ក្តៅខ្លួនឡើងខ្លាំងអានឹងតកតងជាមួយនឹងបញ្ហាដែលដាលមកពីពពួកផ្លូវដង្ហើមបាទបញ្ហាមួយទៀតអាចបណ្ដាលមកពីបញ្ហាជំងឺអ្វីវាធ្វើឲ្យសត្វឈឺដែរប៉ុន្តែបញ្ហាហ្នឹងគេហៅថាពពួកផ្លូវរំលាយអាហារព្រោះយើងបែងចែកចេញជាពីរសំខាន់មានផ្លូវដង្ហើមហើយនិងផ្លូវរំលាយអាហារព្រោះជំងឺបកកឡើងខ្លាំងជាងគេតែពីរហ្នឹងទេបាទផ្លូវដង្ហើមយើងមានការដកដង្ហើមមានក្អកមានហត់មានហៀសបោមានហើមមុខហើមក្បាលមានហើមគុលចំពោះឬរួញខ្ទង់ច្រមុះសម្រាប់ជ្រូកអីនឹងជាដើមអានឹងគេយើងហៅថាពពួកផ្លូវដង្ហើមបាទនេះយើងចែកចេញឲ្យធំណាតែនៅក្នុងជំងឺផ្លូវដង្ហើមនោះគឺបើសិនណាជាយើងញែកចេញទៅវាច្រើនបាទហើយមួយទៀតតកតងនឹងជំងឺផ្លូវរំលាយអាហារផ្លូវរំលាយអាហារគឺយើងសំដៅទៅលើការជុះនោមលាមកអីហ្នឹងអាហ្នឹងតកតងជាមួយនឹងផ្លូវរំលាយអាហារតកតងនឹងការក្អួតចង្អោរក៏វាតកតងនឹងផ្លូវរំលាយអាហារដែរអញ្ចឹងតកតងនឹងបញ្ហាទាំងអស់ហ្នឹងបើសិនណាជាបងប្អូនយើងអត់ចេះបែងចែកក៏ដូចជាអត់ចេះធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់អាហ្នឹងក៏អត់ដឹងថាវាមានបញ្ហាអីឲ្យពិតប្រាកដដែរជាក់ស្ដែងឧទាហរណ៍ដូចជាជ្រូករបស់យើងនៅសុកចាប់ដើមក្តៅហើយវាក្តៀនអញ្ចឹងអានេះគេហៅថាជំងឺពពួកផ្លូវរំលាយអាហារតែកាលណាវាក្តៀនវាធ្វើទុកនៅពោះវៀនធំតែកាលណាធ្វើទុកនៅពោះវៀនធំវាឲ្យពោះវៀនហ្នឹងមានការរលាកតែកាលណារលាកសត្វហ្នឹងគឺឡើងកម្ដៅខ្លាំងតែកាលណាឡើងកម្ដៅខ្លាំងវាអាចបាត់បង់ជាតិទឹកតែកាលណាបាត់បង់ជាតិទឹកហើយវារឿងសំខាន់គឺធ្វើឲ្យសត្វហ្នឹងក្តៀនពិបាកជុះឬក៏ជុះមកដែរប៉ុន្តែលាមកវាក្របមានលាយសបោអាហ្នឹងតកតងទៅនឹងជ្រូកដែលវាក្តៀនណាហើយមួយទៀតតកតងនឹងបាក់សៃនៅពេលដែលវាក្តៀនគឺយើងឃើញអាការៈរបស់វានឹងពិបាកនៅក្នុងការបន្តបងឬក៏ពិបាកនៅក្នុងការជុះលាមកនឹងវាខំប្រឹងខ្លាំងមន់ខ្លះស្រែកងោកដោយសារតែវាពិបាកនៅក្នុងការបញ្ចេញលាមកតែកាលណាពិបាកនៅក្នុងការបញ្ចេញលាមកស្អិតឬក៏ស្ងួតខ្លាំងវាធ្វើឲ្យប៉ះពាល់ដល់កសែលគូតមិនថាបាក់សៃឬក៏ជ្រូកអីទេវាចាប់ផ្ដើមតែមានបញ្ហានៅកសែលគូតហ្នឹងគឺពិបាកនៅក្នុងការជុះហើយបញ្ហាទាំងអស់នេះគឺអាចបណ្ដាលមកពីបញ្ហាតកតងទៅនឹងការចាញ់អាកាសធាតុមានដូចជាក្តៅថ្ងៃសត្វរបស់យើងវាអត់សូវផឹកទឹកហើយផ្គួបផ្សំជាមួយនឹងជំងឺចូលថែមបន្តិចទៀតវាធ្វើឲ្យសត្វរបស់យើងហ្នឹងគឺអត់សូវផឹកទឹកហើយឬក៏មិនឃ្លានទឹកវាសារធាតុរ៉ែឬក៏សារធាតុទឹកនៅក្នុងខ្លួនសត្វរបស់យើងហ្នឹងគឺវាបាត់បង់តែកាលណាបាត់បង់វាកង្វះជាតិទឹកកង្វះសារធាតុរ៉ែវាធ្វើឲ្យសត្វរបស់យើងហ្នឹងក្តៀនហើយគឺតកតងនឹងអាលៀកពោះវៀនធំហ្នឹង100%គឺត្រូវតែអាលៀកពោះវៀនធំតែកាលណាអាលៀកពោះវៀនធំវាធ្វើឲ្យសត្វរបស់យើងហ្នឹងគឺឡើងកម្ដៅខ្លាំងបាទអានេះតកតងជាមួយនឹងបញ្ហាដែលគេហៅថាផ្លូវរំលាយអាហារចុះបញ្ហាផ្លូវដង្ហើមវិញផ្លូវដង្ហើមឧទាហរណ៍ថាយើងឃើញតែមាន់យើងឬក៏ទារបស់យើងឬក៏ជ្រូករបស់យើងនិយាយឲ្យខ្លីថាសត្វរបស់យើងនេះយើងឃើញតែមានបញ្ហាផ្ដាសាយអញ្ចឹងយើងអត់ដឹងថាផ្ដាសាយហ្នឹងវាមានប្រមាណប្រភេទទេបាទនិយាយទៅផ្ដាសាយវាចែកចេញទៅវាដូចជា7ប្រភេទបាទមិនមែនដូចជាគឺ7ប្រភេទតែម្ដងអញ្ចឹងតែកាលណា7ប្រភេទនេះគឺយើងញែកឲ្យដាច់ទៅវាមានច្រើនហើយច្រើនអា7ប្រភេទហ្នឹងធំទេណាប៉ុន្តែវាមានអាតូចបន្ថែមទៀតកាលណាតូចបន្ថែមទៀតវាធ្វើឲ្យសត្វរបស់យើងហ្នឹងគឺពិបាកនៅក្នុងការដកដង្ហើមអានេះតកតងជាមួយនឹងបញ្ហាផ្ដាសាយណាអញ្ចឹងឧទាហរណ៍ជាក់ស្ដែងដូចជាមាន់ឬក៏ទារបស់យើងមានបញ្ហាផ្ដាសាយយើងមើលយ៉ាងម៉េចឲ្យដឹងថាឬក៏យើងមើលយ៉ាងម៉េចឲ្យញែកឲ្យដាច់ថាជំងឺហ្នឹងអាចបង្កមកពីអីព្រោះពេលខ្លះសត្វរបស់យើងពិបាកដកដង្ហើមអញ្ចឹងយើងហៅថាផ្ដាសាយប៉ុន្តែនៅក្នុងការពិបាកដកដង្ហើមយើងមើលវាតើវាមានបញ្ហាអីខ្លះយើងមើលទៅមានច្រមុះរបស់វាហ្នឹងជួនកាលមានអាលៀកខ្ទង់ច្រមុះតែកាលណាអាលៀកខ្ទង់ច្រមុះនេះគឺសត្វរបស់យើងហ្នឹងគឺពិបាកនៅក្នុងការដកដង្ហើមដោយសារអីដោយសារតែវាឡើងសបោឡើងខាប់វាទៅជារឹងតែរឹងវាទប់ឬក៏វាធ្វើឲ្យអាកន្លែងដកដង្ហើមអាកន្លែងរុនដកដង្ហើមគឺវាជ្រាបគឺវាមានរុនតូចតែកាលណារុនតូចការដកដង្ហើមគឺពិបាកនៅក្នុងការដកដង្ហើមអានេះតកតូនអាលៀកខ្ទង់ច្រមុះដែលយើងឃើញហូរសបោរៀងខាប់ហើយមានក្លិនស្អុយខុសពីធម្មតាអាហ្នឹងក៏យើងហៅថាជាប្រភេទផ្ដាសាយដែរណាសម្រាប់បងប្អូនយើងមួយទៀតតកតងនឹងផ្ដាសាយឬក៏ផ្លូវដង្ហើមនឹងដែរប៉ុន្តែវាចេញមកវាហើមមុខហើមថ្ពាល់អាហ្នឹងបើសម្រាប់ជ្រូកវាអាចហើមថ្ពាល់ហើយហើមអាខាងក្រោមនេះទៀត
បាទហើមអាថ្ពាល់ពីក្រោមឬក៏កវានេះអាក្រោមដាតនេះអាហ្នឹងក៏តាក់ទងជាមួយនឹងបញ្ហាផ្លូវដង្ហើមដែរបាទអញ្ចឹងបងប្អូនយើងពិនិត្យមើលមែនតើមិនមែនថាហូរសម្បោឬក៏មានឃើញបញ្ហាកដាស់ហ្នឹងគឺចាត់ទុកថាវាជាផ្ដាសាយព្រោះផ្ដាសាយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវាមានដល់7ប្រភេទអញ្ចឹងតែកាលណាយើងអត់បែងចែករោគសញ្ញានឹងឲ្យបានច្បាស់យើងទៅរកថ្នាំព្យាបាលទោះបីបានថ្នាំនឹងមកក៏យើងព្យាបាលអត់ជាដោយសារអីដោយសារតែយើងកំណត់រោគសញ្ញាហ្នឹងគឺអត់បានច្បាស់បាទអញ្ចឹងតែផ្ដាសាយមិនដឹងផ្ដាសាយនឹងវាមិនភាកច្រើនគឺឲ្យតែឃើញមន់ប្របាក់ដកដង្ហើមយើងចាត់ទុកថាវាផ្ដាសាយណាអញ្ចឹងអានេះហើយគឺជាចំណុចមួយដែលសំខាន់សម្រាប់បងប្អូនយើងមុននឹងឈានទៅដល់ការប្រើប្រាស់ថ្នាំបាទអញ្ចឹងបន្ទាប់ពីមានបញ្ហាលាកខ្ទង់ច្រមុះពិបាកដកដង្ហើមហើមមុខហើមថ្ពាល់រួញខ្ទង់ច្រមុះតែវាមានអីទៀតមានតកតងនឹងហើមភ្នែកមានហើមគល់ចំពោះសម្រាប់ទាហើមភ្នែកសម្រាប់ជ្រូកបាទអានេះសុទ្ធតែបញ្ហាដែលបកកមកពីពពួកផ្លូវដង្ហើមតែកាលណាបញ្ហាដែលបកកមកពីពពួកផ្លូវដង្ហើមគឺវាធ្វើទុកនៅម្ដុំក្បាលហ្នឹងជាភាសាអង់គ្លេសគឺនៅផ្លូវដកដង្ហើមមានដូចជាច្រមុះអីសម្បោឡើងរឹងឡើងក្តាំងទៅវាពិបាកនៅក្នុងការដកដង្ហើមអានេះយើងនិយាយជារួមតកតងទៅនឹងបញ្ហាដែលនាំឲ្យសត្វយើងមានបញ្ហាលាកផ្លូវដង្ហើមបាទអញ្ចឹងតកតងនឹងអានេះបញ្ហាពីខាងក្រៅមានហើមមុខមានហើមក្បាលហើមគល់ចំពោះរួញខ្ទង់ច្រមុះសម្រាប់ជ្រូកមានហើមថ្ពាល់ហើមភ្នែកឬក៏ឈឺភ្នែកជាដើមអានេះតកតងទៅនឹងបញ្ហាដែលយើងហៅចំណាំទៅហៅផ្ដាសាយអញ្ចឹងបានខ្ញុំបញ្ជាក់បងប្អូនហើយបញ្ជាក់ទៀតថាមុននឹងទៅទិញថ្នាំយកមកព្យាបាលសត្វរបស់យើងគឺយើងត្រូវកំណត់រោគសញ្ញាឲ្យបានជាក់លាក់បើកាលណាយើងកំណត់រោគសញ្ញាឲ្យបានជាក់លាក់យើងប្រាប់ពេទ្យសត្វឬក៏ប្រាប់អ្នកលក់ហ្នឹងគេគួបផ្សំជាមួយជំនាញរបស់គេទៀតគេផ្សំថ្នាំមកពេលដែលយើងប្រើទៅគឺឆាប់ត្រូវតែកាលណាឆាប់ត្រូវយើងក៏ចំណាយពេលវេលាខ្លីហើយហានិភ័យហ្នឹងក៏វាមានទៀបទៅទៀតបាទប៉ុន្តែបើយើងអត់ដឹងថាសត្វរបស់យើងមានបញ្ហាអីផងយើងគ្រាន់តែដឹងថាសម្កុកអត់ស៊ីចំណីឬក៏ផ្ដាសាយអ្នកលក់ក៏ដូចជាពេទ្យសត្វក៏ពិបាកនៅក្នុងការផ្សំថ្នាំឲ្យយើងដែរអញ្ចឹងធ្វើម៉េចតកតងបញ្ហាផ្ដាសាយឬក៏បញ្ហាផ្លូវរំលាយអាហារហ្នឹងគឺយើងលម្អិតវាឲ្យបានច្បាស់បើសិនណាអត់ច្បាស់ទេនោះការព្យាបាលរបស់យើងគឺវាមិនមែនថាมันត្រូវទេវាត្រូវដែរប៉ុន្តែវាអាចចំណាយពេលយូរបាទអាហ្នឹងតកតងជាមួយនឹងបញ្ហាផ្លូវដង្ហើមណាអានេះពីខាងក្រៅហើយពីខាងក្នុងវិញបាទពីខាងក្នុងវាមានបើសិនណាជាជ្រូកឬក៏សត្វរបស់យើងនឹងក្អកយើងចាប់អារម្មណ៍ទៅលើអីព្រោះជាទូទៅក្អកពីភាគច្រើនមកតែពីសួតបាទអញ្ចឹងតែកាលណាមានបញ្ហាក្អកតង្ហក់ក្តៅខ្លួនខ្លាំងវាអាចមានបញ្ហាទី1គឺអាលាកតងសួតទី2អាលាកសួតនឹងត្មងបាទអានេះតកតងនឹងបញ្ហាផ្លូវដង្ហើមមិនសំដៅទៅលើថាប្រភេទផ្ដាសាយអីទេអានេះខ្ញុំសំដៅទៅលើបញ្ហាផ្លូវដង្ហើមតែកាលណាមានក្អកមានហត់មានតង្ហក់មានហៀសបោខ្លាំងហ្នឹងឬក៏ឡើងស្លេះខ្លាំងហ្នឹងអានឹងអាចបញ្ហាតកតងនឹងអាលាកសួតឬក៏អាលាកតងសួតវាមានតែបញ្ហាពីរហ្នឹងទេដែលនាំឲ្យកើតសញ្ញាជំងឺផ្លូវដង្ហើមហ្នឹងបាទដល់ឡែកសម្រាប់ជំងឺផ្លូវរំលាយអាហារវិញព្រោះខ្ញុំបញ្ជាក់មិញវាអត់អស់តកតងនឹងផ្លូវរំលាយអាហារហើយអានេះហាក់ដូចជានិយាយទៅរៀងត្រឡប់ត្រឡឹងបន្តិចប៉ុន្តែការនិយាយរបស់ខ្ញុំវាអត់មានកម្រងគ្រោងទុកអានេះយើងនិយាយទៅតាមស្អីដែលរូបសញ្ញារបស់សត្វបាទអញ្ចឹងវាអាចថាស្ដាប់ទៅរៀងត្រឡប់ទៅមុខមកក្រោយបន្តិចបាទអញ្ចឹងតកតងជាមួយនឹងផ្លូវរំលាយអាហារវាអាចមានបញ្ហារាគមានបញ្ហាក្តៀនតកតងនឹងអាពីរហ្នឹងគឺយើងមើលទៀតតើរាគហ្នឹងវារាគពណ៌អីបាទព្រោះអីវីដេអូខ្ញុំមុនខ្ញុំនិយាយប្រាប់បងប្អូនតកតងនឹងការពិនិត្យលិមុខរបស់សត្វហ្នឹងគឺយើងពិនិត្យមើលឲ្យសពគ្រប់ទាំងអស់ព្រោះយើងអ្នកព្យាបាលសត្វបើសិនណាជាយើងអត់ពិនិត្យឲ្យបានសពគ្រប់ទេការព្យាបាលរបស់យើងក៏វាមិនមានប្រសិទ្ធភាពដែរបាទទោះបីតែយើងយកថ្នាំល្អថ្នាំថ្លៃយ៉ាងម៉េចមកក៏ការព្យាបាលហ្នឹងក៏វាមិនសូវជាមានប្រសិទ្ធភាពមូលហេតុអីបានថាមិនសូវមានប្រសិទ្ធភាពឧទាហរណ៍ដូចមន់ទារបស់យើងឬក៏គោជ្រូករបស់យើងរាកសរាកពណ៌ប្រផេះយើងដឹងថារាកមិនដឹងជារាកពណ៌អីអត់ស៊ីជម្រៅតែកាលណាយើងមើលអត់ស៊ីជម្រៅគេចេះឲ្យថ្នាំរាកមកព្រោះជាទូទៅថ្នាំរាកព្យាបាលគឺមានច្រើនបាទមិនថាថ្នាំប្រភេទម្សៅមិនថាថ្នាំចាក់ទេគឺមានច្រើនអញ្ចឹងអ្នកលក់គេដឹងឲ្យយើងថ្នាំរាកតែមិនដឹងរាកពណ៌អីពេលយើងយកមកប្រើគឺអត់ត្រូវហើយនៅបើសិនណាយើងចេះពិនិត្យរោគសញ្ញាឧទាហរណ៍ដូចរាកសហូរទឹកថ្លាយើងទៅប្រាប់អ្នកលក់ឬក៏ពេទ្យសត្វថាជ្រូកមន់ទារបស់ខ្ញុំហ្នឹងឬក៏សត្វរបស់ខ្ញុំវារាកមានបញ្ហារាកសហូរទឹកថ្លាដោយសបោដោយអីអញ្ចឹងមកអាហ្នឹងគេដឹងគេផ្សំថ្នាំឲ្យយើងទៅពេលដែលយើងយកមកប្រើគឺធានាថាវាជាបាទអានេះហើយគឺជារឿងមួយដែលភាពខុសគ្នាសម្រាប់អ្នក
ពិនិត្យពិច័យឬក៏អ្នកធ្វើរោគវិនិច្ឆ័យបើយើងមើលថាគាត់ថារៀងអញ្ចឹងជាក់ស្ដែងដែលបងប្អូនខ្លះមកទិញថ្នាំចេញពីដេប៉ូរបស់ខ្ញុំនៅពេលដែលសួរគាត់ថាជ្រូកគាត់ឬក៏សត្វរបស់គាត់នឹងរៀងដល់ពេលសួរឲ្យស៊ីជម្រៅថារៀកពណ៌អីគាត់អត់ដឹងគាត់ដឹងថារៀកណាគាត់ថាផ្លេចបាត់ហើយផ្លេចចាប់អារម្មណ៍បាទអានេះគឺជាចំណុចដែលតូចមួយហើយពិបាកនៅក្នុងការព្យាបាលអញ្ចឹងបើសិនណាជារៀកឬក៏ក្តៀនយើងឲ្យដឹងថាវាក្តៀននឹងក្តៀនរបៀបម៉េចលាមកវារបៀបម៉េចក្តៀនវាមាន2 3ប្រភេទមានក្តៀនជុះមកគឺលាមកឡើងស្ងួតខ្លាំងហើយមានលាយសបោហើយក្តៀនមួយទៀតលាមកស្ងួតខ្លាំងពិបាកនៅក្នុងការបន្តបងឬក៏ពិបាកនៅក្នុងការជុះរបស់សត្វហ្នឹងប៉ុន្តែវាមានលាយឈាមមកជាមួយអីអញ្ចឹងទៅហើយមួយទៀតវាក្តៀនដែរប៉ុន្តែជុះមកស្ងួតលាមកឡើងស្ងួតហើយបែរជាអាចុងក្រោយប្រហើយបន្តិចទៅជាមានរាកអញ្ចឹងទៅបាទអញ្ចឹងតកតងទៅនឹងការពិនិត្យរោគសញ្ញារបស់សត្វនេះបើសិនណាជាយើងអត់ពិនិត្យរោគសញ្ញាឲ្យបានច្បាស់លាស់ទេការព្យាបាលរបស់យើងក៏ពិបាកនៅក្នុងការព្យាបាលដែរបាទព្រោះមូលហេតុអីបានខ្ញុំទាមទារឲ្យច្បាស់បាទព្រោះនៅពេលដែលបងប្អូនយើងច្បាស់ពីរោគសញ្ញាបងប្អូនយើងស្រួលនៅក្នុងការជ្រើសយកឱសថដើម្បីយកមកប្រើឱសថណាខ្លះយើងអាចប្រើទៅលើរាកប្រភេទនេះប្រភេទនោះឬក៏ផ្លូវដង្ហើមប្រភេទនេះហើមមុខអញ្ចេះហើមថ្ពាល់អញ្ចេះរួញខ្ទង់ច្រមុះអញ្ចេះទៅបាទព្រោះគេមានឱសថរបស់គេព្រោះអញ្ចឹងជាទូទៅថ្នាំហ្នឹងឬក៏ឱសថហ្នឹងគេផលិតមកច្រើនដើម្បីអីដើម្បីឲ្យវាត្រូវនៅរោគសញ្ញាសត្វរបស់យើងព្រោះសត្វរបស់យើងវាមិនមែនឈឺតែមួយមុខសកុកអត់ស៊ីចំណីហ្នឹងណាប៉ុន្តែវាមានអីផ្សេងមកទៀតណាបើសិនណាយើងអត់ធ្វើអញ្ចឹងទេវាអាចការព្យាបាលរបស់យើងនឹងអាចនឹងពិបាកនៅក្នុងការព្យាបាលបាទព្រោះអីសត្វវាខុសពីមនុស្សព្រោះមនុស្សយើងអាចសួរទៅវាឆ្លើយវាអីណាប៉ុន្តែសត្វអត់ឆ្លើយយើងទេព្រោះយើងអត់ដឹងត្រូវនិយាយមួយសត្វថាម៉េចអញ្ចឹងពឹងផ្អែកទៅលើការធ្វើរោគវិនិច្ឆ័យបើសិនណាការធ្វើរោគវិនិច្ឆ័យអត់បានល្អទេអានោះវាការព្យាបាលហ្នឹងក៏វាអត់ល្អទៅតាមនឹងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំសូមបង្ហាញតកតងទៅនឹងដូឡូស៊ីន200នេះព្រោះដូឡូស៊ីន200នេះត្រូវបានព្យាបាលប្រាប់ត្រួសទៅព្រោះអីយើងសរុបយកបើខ្ញុំនិយាយតកតងនឹងរោគសញ្ញារបស់សត្វវាច្រើនដែរអញ្ចឹងតកតងនឹងដូឡូស៊ីននេះទី1គឺត្រូវបានព្យាបាលជំងឺផ្លូវដង្ហើមដែលខ្ញុំប្រាប់បងប្អូននៅក្នុងវីដេអូនេះមិញមានហើមមុខហើមក្បាលហើមគល់ចំពោះរួញខ្ទង់ច្រមុះពិបាកដកដង្ហើមក្អកហត់ហៀស្បោអាហ្នឹងតកតងនឹងផ្លូវដង្ហើមណាហើយតកតងនឹងផ្លូវរំលាយអាហារវាអាចព្យាបាលបានក្នុងករណីរាកក្តៀនអត់ទេរាកហ្នឹងគឺទី1រាកពណ៌សបាទទី2រាកពណ៌ខ្មៅទី3រាកពណ៌ត្នោតទី4រាកមកក្លិនស្អុយខុសពីធម្មតាបាទសម្រាប់រាកឈាមគឺឆ្នាំនេះអត់ត្រូវទេបាទអាហ្នឹងយើងឲ្យច្បាស់មែនតើណាព្រោះអីក្នុងវីដេអូមិញក៏ខ្ញុំនិយាយតកតងនឹងជំងឺរាកច្រើនដែរមានរាកប្រភេទអញ្ចេះទៅហើយមួយទៀតមានក្តៀនហើយអានេះក្តៀនក៏អត់ប្រើត្រូវដែរបាទអញ្ចឹងយើងបានតែសម្រាប់រាកហ្នឹងបានតែរាកពណ៌សរាកពណ៌ប្រផេះរាកពណ៌ខ្មៅរាកស្អុយរាកក្លិនឆ្អាបខុសពីធម្មតាបាទហើយជាមួយតកតងនឹងផ្លូវដង្ហើមហ្នឹងគឺយើងមានតកតងទៅនឹងហើមមុខហើមក្បាលហើមគល់ចំពោះហើមថ្ពាល់រួញខ្ទង់ច្រមុះពិបាកដកដង្ហើមក្អកហត់ហៀស្បោអាហ្នឹងសម្រាប់ជំងឺផ្លូវដង្ហើមអញ្ចឹងឃើញថាថ្នាំនេះគឺវាត្រូវច្រើនហើយការប្រើប្រាស់សាកល្បងនៅតាមកសិដ្ឋានខាងខ្ញុំប្រើញឹកញាប់គ្រាន់បើហើយប្រសិទ្ធភាពរបស់វាគឺវាល្អតកតងជាមួយនឹងតម្លៃក៏តម្លៃវាក៏អាចបងប្អូនសមនឹងទទួលយកបានបាទតកតងនឹងតម្លៃវាមិនថ្លៃពេកហើយក៏វាមិនថោកពេកដែរព្រោះអីថ្នាំដែលកំហាប់ខ្ពស់ឬក៏ការផ្សំមកចូលក្នុងនឹងខ្ពស់ក៏វាតម្លៃរបស់វាក៏វាទៅតាមនឹងដែរមិនមែនថាថ្នាំទាំងអស់ហ្នឹងផលិតផលរបស់វៀតណាមអីវាធូរថ្លៃទេវាមានតាមប្រភេទរបស់វាអញ្ចឹងដែរបាទអញ្ចឹងអានេះប្រាប់បងប្អូនឲ្យផលិតផលរបស់ប្រទេសយួនទេអញ្ចឹងប្រទេសយួនវាឲ្យថារបស់យួនពេលខ្លះមិនមែនថាយួននឹងសិតថោកទេណាអានឹងវាតកតងជាមួយនឹងសមាសធាតុផ្សំឬក៏គេផ្សំញាត់ចូលនៅក្នុងនេះបើសិនណាជាគេដាក់ច្រើនទៅតម្លៃក៏ថ្លៃទៅតាមនឹងទៅបាទអញ្ចឹងតកតងទៅនឹងការប្រើប្រាស់យើងមានជ្រូកគូក្របីហ្នឹងមានការព្យាបាលជំងឺផ្លូវដង្ហើមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃលាកសួតមានក្អកមានហត់មានហៀសបោមានជំងឺសម្រាប់បាក់សីហ្នឹងមានជំងឺអាសន្នរោគជំងឺកូរីសាដែលយើងថាហៅថាហើមក្បាលហើមមុខណាហើយមួយទៀតតកតងនឹងជំងឺផ្លូវដង្ហើមនិយាយថាជំងឺផ្លូវដង្ហើមមានទៅកុំឲ្យយើងពិបាករៀបរាប់ច្រើនសម្រាប់ការប្រើប្រាស់វិញគឺយើងប្រើនៅក្នុងជាទូទៅនៅក្នុងនេះគេសរសេរក្នុង1ក្រាមលាយទឹក1លីត្រប៉ុន្តែសម្រាប់ការប្រើប្រាស់នេះមួយ
ជាចំណុចដែលសំខាន់យ៉ាងម៉េចជាទូទៅនៅពេលដែលបងប្អូនកំណត់រោគសញ្ញាហើយបងប្អូនទៅទិញថ្នាំចំគោលដៅត្រូវល្អហើយប៉ុន្តែការប្រើប្រាស់ទៅវាអត់មានប្រសិទ្ធភាពហើយតកតងទៅនឹងការប្រើប្រាស់បងប្អូនយើងកុំយកនៅតាមស្អីដែលគេសរសេរឧទាហរណ៍ថាគេសរសេរថាក្នុង1ក្រាមទឹក1លីត្រអញ្ចឹងបងប្អូនជឿអត់មានអីថ្លឹងក្រាមទេបើសិនណាជាបងប្អូនប្រើក្នុង1ក្រាមទឹក1លីត្រឬក៏បងប្អូនប្រើមួយស្លាបព្រាកាហ្វេបើជាទូទៅខ្ញុំឃើញបងប្អូនយើងភាគច្រើនណាច្រើនតែយកស្លាបព្រាកាហ្វេឬក៏អ្នកលក់ខ្លះគាត់ឲ្យយកស្លាបព្រាកាហ្វេហ្នឹងវល់ព្រោះមួយស្លាបព្រាកាហ្វេស្មើ1ក្រាមអីអញ្ចឹងទៅអញ្ចឹងបើសិនណាយើងយកមួយស្លាបព្រាកាហ្វេហ្នឹងលាយទឹក1លីត្រអានេះគឺអត់ជាទេបាទអញ្ចឹងមិនមែនតែថ្នាំនេះណាថ្នាំមកពីខាងអឺរ៉ុបក៏អត់ដែរសម្រាប់យក1ក្រាមលាយទឹក1លីត្រអញ្ចឹងដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូននៅក្នុងការប្រើប្រាស់ខ្ញុំមានវិធីសាស្ត្រមួយហើយឲ្យបងប្អូនយកទៅអនុវត្តហើយគឺបានទទួលលទ្ធផលល្អបាទអញ្ចឹងជាទូទៅបើសិនណាជាសត្វរបស់បងប្អូនមានចំនួនតិចបងប្អូនយកមកស្លាបព្រាបាយសម្រាប់ព្យាបាលគឺបងប្អូនមកស្លាបព្រាបាយលាយទឹក2លីត្របាទបញ្ជាក់ទៀតមកស្លាបព្រាបាយលាយទឹក2លីត្របាទមិនមែនស្លាបព្រាកាហ្វេណាអញ្ចឹងសម្រាប់ការព្យាបាលគឺយើងព្យាបាលចាប់ពី3ទៅ5ថ្ងៃជាប់គ្នាអាហ្នឹងករណីដែលខ្ញុំរៀបរាប់មានជំងឺពពួកផ្លូវដង្ហើមហើយពពួកផ្លូវរំលាយអាហារណាអញ្ចឹងបងប្អូនយើងព្យាបាលតាមរបៀបខាងខ្ញុំវិញពួកអីបើសិនណាជាបងប្អូនទិញថ្នាំខាងខ្ញុំគឺតើបងប្អូនហ្នឹងប្រើប្រាស់ទៅតាមការណែនាំរបស់ខាងខ្ញុំតែបើបងប្អូនទិញថ្នាំខាងគេអាហ្នឹងអត់ដឹងមិនដែរបងប្អូនអាចណែទៅតាមការណែនាំរបស់គេបើបងប្អូនគិតថាខាងគេណែនាំល្អជាងបងប្អូនប្រើទៅតាមខាងគេចុះប៉ុន្តែជាបទពិសោធន៍នៅក្នុងការប្រើប្រាស់ថ្នាំបើសិនណាជាបងប្អូនយើងអត់ប្រើតាមខ្ញុំទេនោះការព្យាបាលរបស់បងប្អូនហ្នឹងគឺពិបាកនៅក្នុងការព្យាបាលព្រោះពេលខ្លះបងប្អូនដាក់ថ្នាំតិចយូរថ្ងៃទៅវាទៅជាមិនជាបែរទៅជាស៊ាំជាមួយនឹងអាថ្នាំហ្នឹងវិញតែកាលណាស៊ាំជាមួយនឹងអាថ្នាំហ្នឹងយើងយកថ្នាំហ្នឹងទៅព្យាបាលយូរថ្ងៃទៀតក៏វាអត់មានប្រយោជន៍អីព្រោះវាស៊ាំបាត់ហើយតែកាលណាស៊ាំហើយគឺអត់ជាទេបាទអញ្ចឹងអានេះសម្រាប់បងប្អូនដែលមាន់តិចហ្នឹងគឺបងប្អូនយកមកស្លាបព្រាបាយលាយទឹក2លីត្រហើយការព្យាបាលយើងព្យាបាលរយៈពេលចាប់ពី3ទៅ5ថ្ងៃជាប់គ្នាណាអាហ្នឹងបានលទ្ធផលល្អហើយមួយទៀតតកតងទៅនឹងបងប្អូនដែលចិញ្ចឹមច្រើនជាពិសេសគេបងប្អូនដែលចិញ្ចឹមទាឬចិញ្ចឹមមាន់ខ្នាតធំឬក៏ច្រើនអីហ្នឹងបងប្អូនអាចយកមួយខាំសម្រាប់ការព្យាបាលហ្នឹងគឺលាយទឹក50លីត្រមួយខាំណាអាហ្នឹងអ្នកដែលចិញ្ចឹមច្រើនស្រួលទេយើងយកមួយខាំលាយទឹក50លីត្រទៅដើម្បីព្យាបាលវាហើយការព្យាបាលយើងព្យាបាលរយៈពេលចាប់ពី3ទៅ5ថ្ងៃដូចគ្នាបាទអាហ្នឹងតកតងទៅនឹងបងប្អូនដែលចិញ្ចឹមច្រើនបាទជាពិសេសគេបងប្អូនដែលចិញ្ចឹមទាបាទបញ្ជាក់បន្តិចដោយសារតែអ្នកដែលចិញ្ចឹមទាច្រើនតែជួបបញ្ហាមួយតាក់ទងទៅនឹងទាដើរសុកក៏ស្រាប់តែទុនជើងរាកសឬក៏រាកមានពណ៌រាងប្រផេះហើយស្អិតជាប់គូតិចប្រកាច់ងាប់បាទអញ្ចឹងបើសិនណាជាបងប្អូនចិញ្ចឹមទាបើបងប្អូនបានទស្សនាហើយបាទតាក់ទងទៅនឹងបញ្ហារាកសឬក៏រាកប្រផេះស្អិតជាប់គូតិចហើយទុនជើងប៉ាបនៅដីហើយរាងលើងាប់ឬក៏មានសញ្ញាផ្លូវដង្ហើមបងប្អូនអាចជ្រើសយកដូឡូស៊ីន200នេះទៅប្រើគឺធានាថាដាក់ទៅគឺទារបស់យើងគឺឆាប់ជាសះស្បើយមកវិញបាទពួកអីខ្ញុំអធិស្ឋានដែរមិនបាននិយាយចូលកន្លែងនឹងបន្តិចបាទតែនឹកឃើញមិញណាព្រោះការនិយាយនេះវាអត់មានរៀបគម្រោងទុកទេបាទអញ្ចឹងនឹកឃើញកន្លែងណាឬក៏តាក់ទងនឹងជំងឺសត្វកន្លែងណាដែលជាចំណុចសំខាន់ខ្ញុំនឹងបញ្ចូលនៅក្នុងវីដេអូមួយអញ្ចឹងណាអញ្ចឹងក៏ខណ្ឌតែអភ័យទោសផងដែរសម្រាប់ការនិយាយព្រោះវាមានការខុសក៏ដូចជានិយាយពេលខ្លះផ្លេចទៅមុខទៅក្រោយទៅមុខណាបាទអញ្ចឹងតកតងទៅនឹងការប្រើប្រាស់យើងវិញបងប្អូនប្រើតាមខ្ញុំទៅបើសិនណាជាចិញ្ចឹមតិចបងប្អូនយកមកស្លាបព្រាបាយលាយទឹក2លីត្រហើយបើសិនណាជាបងប្អូនចិញ្ចឹមសត្វច្រើនគឺយើងយកមួយខាំលាយទឹក50លីត្រសម្រាប់ការព្យាបាលដោយឡែកសម្រាប់ការប្រើការពារវិញបងប្អូនអាចយកបើមាន់តិចតួចបងប្អូនអាចយកមកស្លាបព្រាបាយលាយទឹក4លីត្របាទសម្រាប់ការពារយើងអាចប្រើចន្លោះនៅក្នុងរយៈពេល1ខែយើងអាចប្រើ2ដងអីទៅបាទ2ដងយើងចែកចេញកន្លះខែម្ដងណាហើយការប្រើប្រាស់ការពារហ្នឹងបងប្អូនអាចប្រើ3ថ្ងៃជាប់គ្នាក៏បានបងប្អូនអាចប្រើ2ថ្ងៃជាប់គ្នាក៏បានដល់ឡែកសម្រាប់អ្នកដែលចិញ្ចឹមច្រើនបើបងប្អូនយើងចង់ប្រើការពារបងប្អូនអាចយកមួយខាំឬក៏100ក្រាមហ្នឹងលាយទឹក100លីត្រហើយប្រើការពារនេះរយៈពេល2ឬ3ថ្ងៃជាប់គ្នាទៅបាទអញ្ចឹងចាំមិនដែរបងប្អូននៅពេលដែលខ្ញុំបង្ហាញតកតងទៅនឹងដូឡូស៊ីនហើយនឹងតកតងនឹងរោគសញ្ញាសត្វរបស់យើងមួយចំនួនដែលអាចប្រើប្រាស់ដូឡូស៊ីននេះបានតើបងប្អូនមានការចាប់អារម្មណ៍យ៉ាងម៉េចបាទអញ្ចឹងវីដេអូមួយនេះគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងហើយមួយទៀតសូមផ្ដាំផ្ញើទៅបងប្អូនផងដែរបើសិនណាជាបងប្អូនចង់សនំពរខាងខ្ញុំឲ្យ
ធ្វើវីដេអូបង្ហាញតាក់ទងទៅនឹងជំងឺសត្វអីមួយសូមបងប្អូនខមមិននៅក្នុងវីដេអូរបស់ខ្ញុំខាងនេះហើយបងប្អូនអាចខមមិនមកដើម្បីឲ្យខ្ញុំផលិតវីដេអូដើម្បីឲ្យមានតម្រូវគេហៅថាត្រូវចិត្តរបស់បងប្អូនយើងមួយចំនួនព្រោះបងប្អូនយើងខ្លះអត់ដឹងថាការមានរោគសញ្ញាអីឬក៏ជំងឺអីនៅក្នុងកសិដ្ឋានបងប្អូនយើងអត់ដឹងថាត្រូវព្យាបាលដោយវិធីសាស្ត្រណាការពារដោយវិធីសាស្ត្រណាណាហើយអានេះហើយគឺជារឿងមួយដែលសំខាន់សម្រាប់បងប្អូនបើសិនណាជាបងប្អូនអត់មានមតិយោបល់ទាក់ទងនឹងជំងឺសត្វរបស់បងប្អូនទេខាងខ្ញុំក៏វាពិបាកនឹងតម្រូវចិត្តបងប្អូនដែរបាទអញ្ចឹងវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណេះហើយរាល់កំហុសខុសឆ្គងដែលកើតឡើងដោយកាយវិការឬការប្រើពាក្យសម្ដីណាមួយមិនសមរម្យទៅដល់តិចដែលបងប្អូនស្ដាប់ទៅវាមិនសមរម្យវាខុសឆ្គងកន្លែងណាក៏សំខាន់តែអភ័យទោសពីសំណាក់បងប្អូនបាទសូមអរគុណសូមជម្រាបលា